គេឲ្យ switch នៃចំនួនពិត an កំណត់ដោយ a1 ស្មើ3នឹងតំណង an បូក1ស្មើ1/2 គេតែឲ្យ an បូក1លើ2ស្វ័យគុណក៏គេឲ្យបង្ហាញថា bn ជា switch និពន្ធអញ្ចឹង bn យើងស្មើ2ស្វ័យគុណ n គុណនឹង an អូខេអញ្ចឹងយើងរំលឹកតិចទៅ switch និពន្ធគឺបើសិនជា bn នេះជា switch និពន្ធលុះត្រាតែ bn បូក1ដក bn វាជាចំនួនថេណាបាទឬក៏យើងអាចថា bn បូក1ស្មើនឹង bn បូកនឹង c ចំនួនថេណាមួយចឹងតែអូខេអញ្ចឹងយើងដាក់មករកបង្ហាញថាអី bn ជា switch និពន្ធអូខេអញ្ចឹងគេមានអីគេ bn ស្មើនឹង2ស្វ័យគុណ n គុណនឹង an យើងអត់ដឹងទេអញ្ចឹងយើងមើលយើងមានទំនាក់ទំនងហ្នឹងអញ្ចឹងយើងរក bn បូក1ទៅអញ្ចឹង bn នេះ n ទាំងអស់ហ្នឹងអញ្ចឹងនាំឲ្យ bn បូក1ស្មើអីស្មើ2ស្វ័យគុណ n បូក1គុណនឹង an បូក1អញ្ចឹងបញ្ជាក់មកអញ្ចឹងដោយ an បូក1យើងស្មើគេមិញ an បូក1យើងស្មើ1លើ2កតា an បូកនឹង1លើ2ស្វ័យគុណ n អញ្ចឹងយើងជំនួសចូលគេបានអីគេបាន bn បូក1វាស្មើនឹង2ស្វ័យគុណ n បូក1គុណនឹង1លើ2កតាឲ្យ an បូក1លើ2ស្វ័យគុណ n អូខេអញ្ចឹងអានេះយើងអាចស៊ីសងបាននេះម្ដុំនេះយើងអាចស៊ីសងវាបានអញ្ចឹងបានទេគេ2ស្វ័យគុណ n បូក1គុណនឹង2ស្វ័យគុណដក1នោះ1លើ2គុណនឹង an បូក1លើ2ស្វ័យគុណ n ទៀតអញ្ចឹងបានទេគេនេះអានេះកណនីទៅបានទេគេអញ្ចឹងបាននឹង2ស្វ័យគុណ n ណាបាទអញ្ចឹងអានេះបានទេគេ an បូកនឹង1លើ2ស្វ័យគុណ n អញ្ចឹងបាននេះគេទៀតមកយើងគុណផលិតមកបាននេះគេ2ស្វ័យគុណ n គុណនឹង a ស្វ័យគុណ n បូក1បាទនេះគឺ b n បូក1តែអា2ស្វ័យគុណ n គុណនឹង a n ហ្នឹងគឺអីគេហ្នឹងគឺ bn ណាខាងលើយើងមើលអញ្ចឹងវាស្មើនឹងអីវាស្មើនឹង bn បូក1នេះយើងមានប៉ុណ្ណេះ bn បូក1ស្មើ bn b ស្វ័យគុណ n បូក1អញ្ចឹងនាំឲ្យគេនាំឲ្យ bn ជា switch និពន្ធអញ្ចឹងចាប់ខគេឲ្យគណនា bn និង an ជាអនុគមនៃ n អញ្ចឹងបានដឹងហើយពីអក្សរកគេឲ្យបង្ហាញថាវាជា switch និពន្ធអញ្ចឹងយើងដឹងហើយ b ជា switch និពន្ធអញ្ចឹងអាចប្រើតាមរូបមន្តបានអញ្ចឹងតាមរូបមន្តអញ្ចឹង bn ស្មើ b1 បូកគេ n ដក1គុណនឹង d ដោយ bn ស្មើគេមុនហ្នឹង2ស្វ័យគុណ n គុណនឹង an ចឹងនាំឲ្យ b1 យើងត្រូវរក b1 សិនមកនេះចឹង b1 ស្មើ2ស្វ័យគុណ1គុណនឹង a1 តែ a1 យើងស្មើមែន a1 យើងស្មើ3ចឹងបាន2គុណនឹង3ស្មើ6ចឹង d យើងស្មើមែន d យើងបានដកហើយ bn បូក1ដក bn យើងស្មើ1តាមសំណួរកនោះ d ស្មើ1អញ្ចឹងគេបាននេះគេបាន bn យើងស្មើ b1 គឺ6បូក n ដក1គុណនឹង1អញ្ចឹងបាន6
បូក n ដក 1 អញ្ចឹងស្មើn បូក 5 អញ្ចឹង bn យើងស្មើ n បូក 5 អញ្ចឹងវាជាអនុគមនៃអីវាជាអនុគមនៃ n ហើយ ឥឡូវយើងមើលមួយទៀតនៅគេនៅ an នេះ an អញ្ចឹង an យើងរកតាមណាបាទរក an អញ្ចឹងមើលដោយ bn ស្មើប្រមាណនេះបំរាប់យើងនេះ bn នេះក៏ bn ដែរចេញដាក់មក bn ស្មើប្រមាណស្មើ2ស្វ័យគុណ n គុណនឹង an ហើយ bn ក៏វាស្មើនឹង n បូក 5 អញ្ចឹងគេតិចបាននេះគេ2ស្វ័យគុណ n គុណនឹង an ស្មើ n បូក 5 អញ្ចឹងនាំឲ្យ an ស្មើគេ n បូក 5 អានេះចែកយ៉ាងគេចែកនឹង2ស្វ័យគុណ n អញ្ចឹងយើងនឹងបាននេះ an